សូមស្វាគមន៍ចំពោះការចូលមកទស្សនាវីដេអូរបស់ Channel Mayboy ដែលថ្ងៃនេះផងដែរ Channel Mayboy បានលើកយកនៅរឿងចាញ់ស្នេហ៍សាតានមកអានជូនបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់លេងកម្សាន្តស្រីស្អាតកំពុងដើរចុះពីឡានទំនើបមួយគ្រឿងដោយរឹកពីលយតាក់ទាញភ្នែកអ្នកនៅជុំវិញសម្លឹងមើលយ៉ាងច្រើននាងញញឹមស្រស់ស្រទន់ដាក់បរោះដែលអង្គុយក្នុងឡានកែវភ្នែកផ្អែមល្ហែមនោះមិនបិទបាំងអត្ថន័យមិននឹងលែងដៃពីអ្នកម្ខាងទៀតដោយការអាឡោះអាល័យតាំងចិត្តធ្វើកាលណាអាយលីនអ្នកកំឡោះម្នាក់នោះនិយាយហើយញញឹមដាក់ដូចគ្នាម្ចាស់ឈ្មោះអាយលីនលាវញញឹមហើយក៏ងក់ក្បាលទទួលហើយម្ខាងទៀតដោយខ្សែភ្នែកគោរពនិងឆ្លុះវង្វេងអស់ពីចិត្តបន្ទាប់ពីរៀនចប់នាងក្រមុំធ្វើដំណើរមកអ៊ីតាលីដើម្បីជួយការងារលោកប៉ាដែលបើកក្រុមហ៊ុនគ្រឿងអលង្ការនៅទីនោះហើយក៏បានជួបគេរ៉ាហ្វាអែលខាសាណូដែលមានរូបសង្ហានិងល្អទាំងព្រមគ្រប់យ៉ាងគេជាអ្នកដែលមានភាគហ៊ុនធំរបស់ក្រុមហ៊ុនលាវគ្រប់ហើយមានគុណសម្បត្តិជាច្រើនដែលធ្វើឲ្យលាវគ្រប់បានរីកចម្រើនយ៉ាងរលូនហើយជាង3ខែទៅហើយដែលនាងបានស្គាល់គ្នាជាមួយគេឬបងរ៉ាស់ដែលគួរឲ្យស្រឡាញ់នៅក្នុងខ្សែភ្នែករបស់អាយលីនមនុស្សជាច្រើនគិតដូចគ្នាថារ៉ាហ្វាអែលនិងអាយលីនប្រកាសជាមានស្អីនឹងគ្នាព្រោះលក្ខណៈដែលសម្ដែងឲ្យឃើញពីភាពសោះក៏ក្រោះមិនចាប់អារម្មណ៍អ្នកណាទាំងអស់របស់សាតានផ្ទុយទាំងស្រុងពេលដែលនៅចំពោះមុខអាយលីនស្រីស្អាតជនជាតិហុងកុងដ៏សែនទន់ភ្លន់និងសុភាពរាបសារគ្រប់ពេលមិនថានាងក្រមុំទៅណាមកណាតែងតែមានរាងធំខ្ពស់របស់រ៉ាហ្វាអែលនៅចាំជូនទៅមកជាប្រចាំរាងខ្ពស់បង្អែកកៅអីស្បែកយ៉ាងស្រួលព្រមទាំងមមើមមាយដល់អ្នកដែលដេកលើគ្រែតែខ្លួនឯងបានច្បិតភ្នែកគេមិនបានព្រោះនៅសេចក្ដីគិតរឿងក្នុងចិត្តមិនយូរប៉ុន្មានក៏ឃើញរាងកាយត្រលុកត្រលន់របស់នារីម្នាក់ដើរចូលមកបន្ទប់ធ្វើការសាច់របស់នាងត្រលុកពេញរាងកាយអាវដែលពាក់លើខ្លួននោះក៏រឹបរៀងបង្ហាញឲ្យឃើញដើមទ្រូងជាងពាក់កណ្ដាលសំពត់ក៏ខ្លីត្រឹមមួយចំអាមសឹងតែបិទបាំងមិនជិតមុខស្អាតតុបតែងដោយគ្រឿងសម្អាងម៉ាកថ្លៃរហូតមើលមិនឃើញទម្រង់មុខដើមពេលចូលមករកមិននិយាយអីហើយចូលទៅអង្គុយលើភ្លៅរបស់ដែលមានឥទ្ធិពលអ៊ីតាលីភ្លាមខ្ញុំសប្បាយចិត្តណាស់ដែលលោករ៉ាស់មកមិនស្មានសោះថាបានជួបលោកនៅទីនេះបើចង់ប្រាប់ឲ្យត្រូវនិយាយថាសប្បាយចិត្តឡើងញ័រខ្លួនទៅវិញទេស៊ីនឌីស្រីម៉ូដែលស្អាតរបស់យុគសំទោសរបស់យុគនេះកែវភ្នែកដែលតុបតែងល្អនោះងើយមើលមុខសង្ហាដោយការឆ្លុះវង្វេងចង់ប្រគល់ការថាបឲ្យអ្នកម្ខាងទៀតតែក៏ត្រូវត្រេកទៅក្រោយពេលគេរុញដោយមិនយកចិត្តទុកដាក់ការថាបមុនកុំថើបមកបែបនេះយល់ទេសំឡេងស្អកនិយាយដោយភាពម៉ឺងម៉ាត់ធ្វើឲ្យស៊ីនឌីលបលាបទឹកមាត់ទោះបីជាអ្នកម្ខាងទៀតធ្វើដូចជាស្អប់ពើមព្រោះភាពសង្ហានិងភាពរឹងមាំទាំងរាងកាយទើបធ្វើឲ្យចិត្តទទួលបានគ្រប់យ៉ាងងាយស្រួលនាទីនេះគ្មានអ្នកណាដែលរស់រាលជាងរ៉ាហ្វាអែលទៀតឡើយហើយខ្ញុំត្រូវធ្វើយ៉ាងម៉េចខ្លះនាងសួរសំឡេងញ័រពេលដែលដៃស្ដើងអង្អែលដើមទ្រូងរួចនិតចុះទៅខាងក្រោមមុននឹងដោះលែវអាវរបស់អ្នកម្ខាងទៀតចេញយ៉ាងរហ័សកុំមកធ្វើជាមិនដឹងអីនាងគួរតែដឹងថាគួរធ្វើយ៉ាងម៉េចរ៉ាហ្វាអែលថាសំឡេងសោះក៏ក្រោះស៊ីនឌីញញឹមនៅតែមាត់រាយមន្តស្នេហ៍
តាំងចិត្តធ្វើឲ្យអ្នកកំឡោះឆ្លុះអង្វែងនឹងខ្លួនឲ្យបានហើយពេលនោះបានគ្រប់គ្រងគ្រប់យ៉ាងដែលជារបស់គេក៏បានខ្ញុំនឹងមិនធ្វើឲ្យលោកខកអំណងទេថាចប់ក៏ជ្រប់មកលើទ្រូងមាំថាប់តិចសង្ឃឹមគេក្តៅខ្លួនខ្លាំងបំផុតរ៉ាហ្វាអែលញញឹមសោះក៏ក្រោះស្មានមិនដល់ថាគេកើតអាការៈបែបនេះគ្រាន់តែឃើញអាយលីនបិទភ្នែកគេងនៅលើគ្រែព្រោះតែហេតុផលអ្វីម្យ៉ាងដែលធ្វើឲ្យគេមិនចង់ពាក់ព័ន្ធជាមួយនាងទើបសម្រេចចិត្តបែកខ្នងមុននឹងឲ្យស្រីផ្សេងចូលមកកំចាយតម្រូវការក្នុងរាងកាយជំនួសវិញស៊ីនឌីថើបលើទ្រូងធំទូលាយមិនឈប់ដៃស្ដើងមានតួនាទីដាស់ពន្យល់អារម្មណ៍ជាបន្តបន្ទាប់រហូតអ្នកកំឡោះចាប់ផ្ដើមធុញទីបំផុតក៏បានច្រាននាងចេញយ៉ាងខ្លាំងរហូតស្រីស្អាតមីងមាំងមិនយល់ថាខ្លួនត្រូវធ្វើយ៉ាងម៉េចអីចេះបែរក្រោយគេបញ្ជាព្រោះមិនត្រូវការឃើញមុខនាងហើយនឹងមិនត្រូវការឲ្យនាងនៅទីនេះបន្តទៀតស៊ីនឌីក្តៅពេញខ្លួនរហ័សដោះលែវដែលខាំងខាន់រវាងរាងកាយយ៉ាងរហ័សបន្ទាប់ពីនោះក៏បែកខ្នងត្រៀមទទួលភាពស្រាប់ស្រាលពីរ៉ាហ្វាអែលមុននឹងចូលដោយមានអារម្មណ៍សេចក្តីសុខពេលដែលអ្នកម្ខាងទៀតបំពេញតម្រូវការសពខ្ពើមដៃធំក្តាប់ចង្កេះនាងយ៉ាងណែនហើយសង្កត់ទម្ងន់ពេញដៃកម្លាំងខំថ្មិញកំចាយភាពក្តៅរលាមពេញរាងកាយតែខួរក្បាលបែរជាបង្ហាញឲ្យឃើញមុខស្រស់ស្រទន់របស់អាយលីនអ្នកកំឡោះធ្ងោសំឡេងស្អកមុននឹងកម្រើករាងកាយជាចង្វាក់ដែលរលាលនិងធ្ងន់តាមលំដាប់ហើយសំឡេងធ្ងោរបស់ស្រីស្អាតដែលសឹងតែដាច់ខ្យល់វាយូររាប់ម៉ោងទម្រាំគ្រប់យ៉ាងស្ងាត់នៅទីបំផុតរៀងខ្ពស់បោះជំហានចេញពីបន្ទប់គេងរបស់ខ្លួនបន្ទាប់ពីងូតទឹករួចក្នុងដៃកាន់ទូរស័ព្ទស៊េរីថ្មីបំផុតហើយក៏ត្រូវភ្ញាក់ចំពោះដំណឹងដែលបានទទួលជនហោះដែលលោកជីងលៀងធ្វើដំណើរធ្លាក់កណ្ដាលសមុទ្រហើយពេលនេះមិនឃើញអ្នកដែលរួចជីវិតហើយក៏តាមរកមិនឃើញដែរដំណឹងលោកប៉ារបស់អាយលីនធ្វើដំណើរទៅស្រុកក្រៅដើម្បីមើលការងារព្រមជាមួយមនុស្សចំណិតតាមយន្តហោះផ្ទាល់ខ្លួនបន្ទាប់ពីនោះទើបដាច់ខ្សែរយៈតាក់ទងមិនយូរប៉ុន្មានទើបបាត់នៅក្នុងសមុទ្រមិនឃើញសូម្បីតែសំណល់យន្តហោះនិងអ្នកដែលស្លាប់អ៊ីចឹងឬបើអ៊ីចឹងបញ្ជូនរឿងនេះឲ្យទីប្រឹក្សារបស់ខ្ញុំបន្តហើយចាត់ការរឿងរបស់លាវគ្រប់ឲ្យរៀបរយផងរ៉ាហ្វាអែលនិយាយបន្ទាប់ពីនោះក៏បញ្ជា2-3ម៉ាត់ទៀតមុននឹងចុចបិទគេនឹកដល់អាយលីនមិនដឹងថានាងនឹងភ័យឬក៏ខូចចិត្តកម្រិតណាចំពោះដំណឹងនៃការស្លាប់របស់លោកប៉ារ៉ាហ្វាអែលឈប់គិតបន្ទាប់ពីនោះក៏ដើរសំដៅទៅបន្ទប់ដែលអាយលីនគេងភ្លាមរាងខ្ពស់អង្គុយនៅកែមក្រែស្មឹងមើលដោយខ្សែភ្នែកមានអត្ថន័យមុខស្រទន់ដែលគេងលក់ឆក់យកសតិនៃការរិះគិតនិងការទប់ចិត្តទាំងអស់ឲ្យរលាយបាត់យ៉ាងងាយស្រួលរហូតដល់មានការខ្លាចចិត្តរបស់ខ្លួនឯងទីបំផុតមុខសង្ហាក៏អោនទាបបន្តិចម្ដងដែលសំដៅទៅរកនោះគឺបបោមាត់ក្រហមព្រឹងនោះឯងពេលនេះនិទានបានដល់ទីបញ្ចប់អរគុណចំពោះការចូលរួមទស្សនាជួបគ្នានៅវីដេអូក្រោយបន្តទៀត